អូនចឹងថ្ងៃនេះយើងមករៀនអំពីការវិភាគតួអង្គហើយតួអង្គថ្ងៃនេះគឺយើងលើកយកតួអង្គសឹមក្នុងរឿងសឹមអ្នកបរឡានយកមកធ្វើជាវីដេអូបង្ហាញចឹងតើសឹមដែលជាតួអង្គឯកក្នុងរឿងសឹមអ្នកបរឡាននោះគាត់មានលក្ខណៈសម្បត្តិយ៉ាងណាខ្លះបាទចឹងយើងមកមើលវីដេអូនេះតាំងពីដើមដល់ចប់ទាំងអស់គ្នាបាទតោះចឹងយើងចាប់ផ្ដើមវិភាគតួអង្គសឹមក្នុងរឿងសឹមអ្នកបរឡានរឿងសឹមអ្នកបរឡានគឺជាស្នាដៃអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់លោកអ៊ឹមថុកដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនវិជ្ជាសង្គមខ្មែរនាសម័យកាលមុនក្នុងរឿងនេះតួអង្គសឹមគឺជាតួអង្គឯកនិងតំណាងឲ្យស្រទាប់វណ្ណៈពលករឬអ្នកក្រោកឈរតស៊ូមតិខាងក្រោមនេះគឺជាការវិភាគលម្អិតអំពីបុគ្គលិកលក្ខណៈនិងតម្លៃនៃតួអង្គសឹមបាទចឹងមុនចូលដល់ការធ្វើការវិភាគលើតួអង្គសឹមនេះសង្ឃឹមថាបងប្អូនដែលមិនទាន់ចុច like និង subscribe channel ខ្ញុំនឹងជួយចុច like និង subscribe channel ខ្ញុំអ្នកមួយផងបាទតោះចឹងយើងចាប់ផ្ដើមទាំងអស់គ្នាចំណុចទី1ធំយើងសិក្សាទៅលើប្រវត្តិរូបនិងជីវភាពរស់នៅបាទចឹងសង្គមវណ្ណៈបាទឋានៈសង្គមសឹមគឺជាអ្នកបើកបររថយន្តឈ្នួលបាទអ្នកបរឡានដែលក្នុងស្រទាប់អធនឬក៏ក្រីក្រក្នុងសង្គមដល់ឡែកជីវភាពវិញគឺរស់នៅទីក្រុងភ្នំពេញជួបការលំបាកខ្វះខាតរកព្រឹកខ្វះល្ងាចនិងរងការជិះជាន់ពីថៅកែឡានទោះជាយ៉ាងណាសឹមជាអ្នកមិនព្រមចោះចាញ់នឹងព្រំលិខិតឬក៏ព្រះវាសនាឡើយបាទតោះចឹងយើងចំណុចទី2យើងចូលដល់លក្ខណៈសម្បត្តិបាទលក្ខណៈឬក៏គេថាបុគ្គលិកលក្ខណៈឬក៏គុណសម្បត្តិលេចធ្លោតើសឹមមានបុគ្គលិកលក្ខណៈនិងគុណសម្បត្តិលេចធ្លោត្រង់កន្លែងណាខ្លះតោះចឹងយើងចូលរួមអានទាំងអស់គ្នាទី1គឺមានមនសិការវណ្ណៈនិងស្នេហាជាតិខ្ពស់សឹមមិនត្រឹមតែគិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយគាត់យល់ដឹងច្បាស់ពីការជិះជាន់រវាងវណ្ណៈថៅកែអ្នកមានអំណាចបាទអ្នកមានធនធាននិងវណ្ណៈកម្មករគាត់តែងតែចង់ឃើញកម្មករនិងប្រជាជនក្រីក្រទទួលបានភាពយុត្តិធម៌និងការគោរពសិទ្ធិស្មើគ្នាឬក៏គោរពសិទ្ធិសេរីភាពមួយទៀតសឹមគឺជាមនុស្សស្រឡាញ់ការសិក្សានិងមានចំណេះដឹងទោះបីជាកម្មកររត់ឡានប៉ុន្តែសឹមចូលចិត្តអានកាសែតបាទអានកាសែតតាមដានព័ត៌មាននិងសភាពការសង្គមចំណុចនេះធ្វើឲ្យគាត់មានការយល់ដឹងយ៉ាងទូលំទូលាយអាចពន្យល់និងណែនាំមិត្តភ័ក្តិរួមអាជីពដូចជាមីងសានបាទពូសុនជាដើមបាទនិងអ្នកដទៃទៀតឲ្យយល់ពីសិទ្ធិនិងតម្លៃរបស់មនុស្សមួយទៀតសឹមមានស្មារតីសាមគ្គីភាពនិងទឹកចិត្តជួយសង្គ្រោះសឹមគឺជាមនុស្សរួមសុខទុក្ខជាមួយនឹងអ្នកក្រីក្រដូចជាគាត់តែងតែជួយសម្រួលនឹងការពារអ្នកដំណើរក្រីក្រមិនឲ្យថៅកែឬកូនកាតាបកេងប្រវ័ញ្ចបាទមួយទៀតគាត់បង្កើតបណ្ដាញសាមគ្គីភាពក្នុងចំណោមអ្នកបរឡានដើម្បីតស៊ូទាមទារលក្ខខណ្ឌការងារល្អប្រសើរចំណុចមួយទៀតនោះគឺសឹមហ៊ាននិយាយហ៊ានធ្វើនិងមានចិត្តអង់អាចបាទសឹមមិនខ្លាចអំណាចថៅកែឡើយនៅពេលមានការអយុត្តិធម៌គាត់ហ៊ានតវ៉ាតស៊ូមតិដោយវែកញែករកហេតុផលត្រឹមត្រូវមិនមែនប្រើអំពើហិង្សាឡើយចឹងមួយចំណុចទី3ធំគឺតម្លៃតំណាងតួអង្គសឹមបាទសឹមគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងវណ្ណៈកម្មករខ្មែរទី1គឺយើងនិយាយអំពីទស្សនវិជ្ជាបាទទស្សនវិជ្ជាគឺឆ្លុះបញ្ចាំងពីបាទការឆ្លុះបញ្ចាំងតាមរយៈតួអង្គសឹមផ្នែកនយោបាយសង្គមគឺតំណាងឲ្យចលនាតស៊ូរបស់ប្រជាករប្រឆាំងនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ពួកមូលធននិយមបាទមួយទៀតគឺតើតើនៅផ្នែកការអប់រំបង្ហាញថាចំណេះដឹងការអានគឺជាអាវុធដ៏សំខាន់សម្រាប់អ្នកក្រក្នុងការរំដោះខ្លួនពីការជិះជាន់មួយទៀតគឺផ្នែកសិលធម៌បាទសិលធម៌គឺជាគំរូមនុស្សស្មោះត្រង់ស្រឡាញ់យុត្តិធម៌និងមិនអាត្មានិយមចឹងយើងចូលដល់មួយទៀតគឺសេចក្តីសន្និដ្ឋានបាទចឹងរួមសេចក្តីមកតួអង្គសឹមក្នុងរឿងសឹមអ្នកបរឡានមិនមែនជាតួអង្គកំសាកឬរងចាំតែព្រំលិខិតនោះឡើយផ្ទុយទៅវិញគាត់គឺជាវណ្ណៈបាទគឺជាវីរៈជនវណ្ណៈអធនដែលមានការភ្ញាក់រលឹកខាងវណ្ណៈបាទខាងវណ្ណៈមានមនសិការជាតិនិងជាអ្នកដឹកនាំគំនិតក្នុងការទាមទារសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមអ្នកនិពន្ធអ៊ឹមថុកបានបង្កើតតួអង្គនេះឡើងដើម្បីដាស់តឿន
និងបំផុសស្មារតីប្រជាជនខ្មែរឲ្យហ៊ានក្រោកឈរដើម្បីប្រឆាំងនឹងភាពអយុត្តិធម៌ទាំងពួងបាទអញ្ចឹងវីដេអូនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយៗទៀត